នៅថ្ងៃនេះសាក studio ថ្មីបាទ studio ថ្មីហ្នឹងមិនកន្លែងអីពិសេសទេគឺនៅតែជាបន្ទប់រៀនដដែលគាត់ថាបដូរពីមុខមកក្រោយបាទពីមុខវារៀងរញ៉េរញ៉ៃតិចឥឡូវមកក្រោយនេះរៀងស្រឡះជាងតិចបាទក៏ប៉ុន្តែយើងស្ទើរពលឺគំថាបន្តិចម្ដងនឹងរៀបចំ studio ឲ្យល្អឲ្យស្រឡះស្រឡំបន្តិចឲ្យពលឺអីបានស្អាតក៏ប៉ុន្តែមួយជំហានម្ដងបាទឥឡូវយើងចូលមកកម្មវិធីព័ត៌មានរបស់យើងនៅថ្ងៃនេះបាទខ្ញុំនឹងលើកនិយាយក៏ដូចជានិយាយសរុបជារួមអំពីករណីរបស់លោកអង្ញាហេងឡុងបាទចាប់តាំងពីពេលចាប់ដើមរហូតមកដល់បញ្ចប់បាទហើយនៅក្នុងនោះដែរខ្ញុំនឹងរំលឹកពីចំណុចសំខាន់មួយដែលហាក់ដូចជាមិនទាន់មានគេកត់សម្គាល់ហើយនឹងលើកយកមកនិយាយនោះទេបាទដូច្នេះសូមបងប្អូនបាទតាមដានវីដេអូនេះជាមួយខ្ញុំបាទពីដើមរហូតដល់ចប់បាទបងប្អូនដោយបងប្អូនបានដឹងអំពីករណីរបស់លោកអង្ញាហេងឡុងបាទព័ត៌មានអំពីការចាប់ខ្លួនគឺបានបែកធ្លាយនៅព្រឹកថ្ងៃទី5មិថុនាបាទក្នុងម៉ោងប្រហែលជាក្នុង10 11ព្រឹកហ្នឹងបាទមានការបែកធ្លាយពីការចាប់ខ្លួនអុកញ៉ាមួយរូបបាទក៏ប៉ុន្តែនៅក្នុងព័ត៌មានដែលបែកធ្លាយនោះមិនមានបើកបង្ហាញថាអុកញ៉ារូបនោះជានរណាហើយត្រូវបានចាប់ខ្លួនដោយបទចោទប្រកាន់អ្វីនោះក៏អត់មានដែរបាទក៏ប៉ុន្តែរហូតដល់ម៉ោងខ្ទង់12ថ្ងៃត្រង់បាទលោកផៃវណ្ណៈបានចេញសេចក្តីរាយការណ៍ខ្លីមួយប្រកបដោយដាក់ឈ្មោះចំតែម្ដងដាក់ថាលោកអង្ញាយឡុងបាទត្រូវបានសមត្ថកិច្ចគាត់ខ្លួនបាទនេះបើយោងតាមប្រភពមួយដែលលោកបានទទួលបានពីអ្នកជំនួយម្នាក់បាទក៏ប៉ុន្តែនោះគ្រាន់តែជាព័ត៌មានមិនផ្លូវការនៅឡើយទេដោយសារតែភ្លាមគឺលោកផៃវណ្ណៈគាត់មិនទាន់អាចរកដូចថាប្រភពផ្សេងទៀតដើម្បីមកផ្ទៀងផ្ទាត់បានដែរបាទហើយជាក់ស្ដែងលោកផៃវណ្ណៈបានព្យាយាមតាក់ទងទៅសម័យខ្លួនផ្ទាល់បាទគឺលោកអង្ញាយឡុងដើម្បីសុំការស្រាយបំភ្លឺដូចជាគូបញ្ជាក់បន្ថែមបាទក៏ប៉ុន្តែការទំនាក់ទំនងនោះក៏មិនបានជោគជ័យដូចគ្នាបាទធ្វើឲ្យព័ត៌មាននោះនៅតែជាព័ត៌មានមិនទាន់ផ្លូវការបាទរហូតដល់ម៉ោងប្រហែលជា2រសៀលថ្ងៃដដែលបាទនៅពេលដែលអ្នកអង្ញាលេងនៅបាត្រាដែលគេស្គាល់ថាជាអ្នករាប់អានដ៏ចិត្តដិតមួយរូបរបស់លោកអុកញ៉ាហេងឡុងនោះបាទបានចេញមកនិយាយពីករណីដូចគ្នាបាទនិយាយពីករណីហ្នឹងដូចគ្នាបាទទើបគេដឹងថាលោកអុកញ៉ាហេងឡុងបាទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពិតមែនគឺមានពាក់ព័ន្ធនឹងបំណុលចំនួន$30,000ដែលលោកបានជំពាក់ម្ចាស់បំណុលដែលគេស្គាល់ថាជាម្ចាស់បរិយឡុងនីបាទអញ្ចឹងបន្ទាប់ពីដូចថាអ្វីទៅបានបើកបង្ហាញថាជាការពិតហើយដែលថាលោកហេងឡុងត្រូវបានសមត្ថកិច្ចគាត់ខ្លួននោះបាទបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែមែនទែនទៅលោកហេងឡុងក៏ជាបុគ្គលមានមុខមានមាត់vàមានគេឈ្មោះនៅក្នុងសង្គមមួយរូបដែរពិសេសនៅក្នុងវេលាដែលលោកស្រីចនច័ន្ទលក្ខណាដែលជាភរិយារបស់លោកនោះកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរបាទហើយលោកហេងឡុងនៅគ្រានោះក៏ជាប្រធានក្រុមប្រឹក្សាវិបាលរបស់សមាគមដែរបាទហើយទាំងពីរនាក់គូស្វាមីភរិយាទាំងពីររូបបាទក៏មានសកម្មភាពច្រើនបាទនៅក្នុងសង្គមសិល្បៈតាមទូនីតិតាមសមត្ថកិច្ចរបស់សមាគមនោះគឺបានជួយសង្គមច្រើនដែរក្នុងនោះរួមទាំងសង្គមសិល្បៈផងដោយជួយសិល្បករខ្មែរដែលដូចថាខ្វះខាតសិល្បករខ្មែរចាស់ជរាមានជីវភាពខ្វះខាតឬសូម្បីតែជាសិល្បករដែលមិនចាស់ជរាទេក្មេងទេក៏ប៉ុន្តែជួបរឿងអយុត្តិធម៌លើករណីណាមួយនោះគឺសមាគមបានជួយដោយការផ្ដល់ជំនួយខាងផ្នែកផ្លូវច្បាប់អីចឹងទៅដោយសារតែសមាគមគឺមានមេធាវីផ្ទាល់របស់សមាគមបាទអញ្ចឹងធ្វើឲ្យគេឈ្មោះរបស់លោកហេងឡុងត្រូវបានស្គាល់យ៉ាងទូលំទូលាយបាទក៏ប៉ុន្តែបន្ទាប់ពីដូចថាលោកស្រីចនច័ន្ទលក្ខណាបានចប់អាណត្តិជាប្រធានសមាគមនោះហើយបានទីតំណែងទៅអ្នកថ្មីគឺលោកជំទាវអុកញ៉ាម៉ៅចំណានបាទធ្វើឲ្យលោកហេងឡុងអញ្ចឹងគាត់ក៏ដកខ្លួនថយទៅធ្វើកិច្ចការគាត់ផ្សេងទៅហើយដូចថាគេឈ្មោះប្រកបឬមកក៏ព័ត៌មានអំពីគាត់នោះក៏ចិត្តតែរស័ព្ទស្ងាយទៅជារួមគឺប្រហែលជា2ឆ្នាំចង់ចូល2ឆ្នាំជាងហើយគឺមិនសូវជាមានព័ត៌មានអំពីគាត់ទេឬក៏សកម្មភាពរបស់គាត់ផ្សេងនៅលើបណ្ដាញសង្គមក៏អត់ដែរក៏ប៉ុន្តែនៅពេលដែលផ្ទុះរឿងមកគឺរឿងពាក់ព័ន្ធនឹងការខកខ្លួននេះតែម្ដងបាទអញ្ចឹងនេះគឺជាការភ្ញាក់ផ្អើលទី1ពាក់ព័ន្ធនឹងព័ត៌មានជាផ្លូវការតែម្ដងដែលឲ្យដឹងថាលោកញ៉ាហេងឡុងត្រូវបានខកខ្លួនបាទក៏ប៉ុន្តែនៅមានការភ្ញាក់ផ្អើលក៏ដូចជាការជជែកវិញញែកគ្នាកាន់តែក្តៅកគុកបន្ថែមទៀតបាទមួយតង់ទៀតនៅពេលដែលមានដំណឹងថាសម្ដេចតេជោហ៊ុនសែន
បានចូលមកអន្តរាគមនៅក្នុងករណីនេះដោយជួយរ៉ាប់រងនៅសំណងដែលលោកញ៉ៃឡុងមានជាមួយនឹងម្ចាស់បរិយឡុងនេះបាទដែលមានចំនួនជាង$30,000នោះឯងបាទហើយបន្ទាប់ពីមានដំណឹងនេះមកបាទសារព័ត៌មានធំផ្សាយពេញទឹកពេញដីមកបាទក៏មានប្រិយមិត្តនៅលើបណ្ដាញសង្គមរាប់ពាន់នាក់បានជជែកវែកញែកគ្នាចេះមួយចេះពីរចឹងទៅបាទដូចដែលបងប្អូនបានអាចដឹងអាចឮឬមកក៏អាចទៅមើលសារឡើងវិញបាទមិនយូរប៉ុន្មានបន្ទាប់ពីដំណឹងដែលថាសម្ដេចដោយថាជួយរ៉ាប់រងបំណុលរបស់លោកញ៉ាហេងឡុងនោះបាទសម្ដេចតេជោផ្ទាល់ក៏បានចេញមកដល់ខ្លួនឯងតែម្ដងបានធ្វើការស្រាវបំភ្លឺតែគឺបានច្រានចោលដោយចាត់ទុកថានោះគឺជាព័ត៌មានដែលមានការយល់ច្រឡំបាទគឺថាសម្ដេចមិនមានប្រាក់ឯណាដល់$30,000-40,000មកជួយចេញសងលោកអង្គញាហេងឡុងនោះទេក៏ប៉ុន្តែការអន្តរាគមន៍របស់សម្ដេចនេះគឺគ្រាន់តែណែនាំមនុស្សម្នាក់ផ្សេងទៀតដែលលោកហេងឡុងបាទអាចទៅខ្ចីប្រាក់បានដោយសារតែអ្នកថ្មីនោះគឺដូចថាអាចផ្ដល់ឲ្យខ្ចីដោយការយោគយល់អញ្ចឹងយកប្រាក់នោះមកសងម្ចាស់បរិយឡុងនេះទៅក៏ប៉ុន្តែលោកហេងឡុងគឺនៅតែឈ្មោះជាកូនបំណុលដដែលគ្រាន់តែថាលើកមុនកូនបំណុលម្ចាស់បរិយឡុងនេះបាទក៏ប៉ុន្តែឥឡូវគឺជាកូនបំណុលរបស់ម្ចាស់បំណុលមួយថ្មីផ្សេងទៀតបាទដែលមិនមានបញ្ចេញថាជានរណានោះទេបាទចំណុចនេះដែរខ្ញុំសូមកត់សម្គាល់បន្តិចថាសម្រាប់ខ្លួនខ្ញុំផ្ទាល់បាទមែនតើខ្ញុំមិនសមមិនរវល់អត់សូវបានកាន់ទូរស័ព្ទទេក៏ប៉ុន្តែបន្ទាប់ពីកាន់ទូរស័ព្ទមកបើទៅឃើញព័ត៌មានដូចជាសារព័ត៌មាន Fresh News បានរាយការណ៍ថាសម្ដេចតេជោហ៊ុនសែនបានជួយរ៉ាប់រងបំណុលចំនួនលោកញ៉ាហេងឡុងបាទក៏ប៉ុន្តែខ្ញុំទៅមើលសាររបស់លោកហេងឡុងផ្ទាល់បាទដែលគាត់បានបង្ហោះនៅលើបណ្ដាញសង្គមនោះគាត់បានថ្លែងអំណរគុណសម្ដេចមែនចំពោះការអន្តរាគមន៍សម្របសម្រួលបាទពាក្យសម្របសម្រួលនៅក្នុងពេលនេះមិនបញ្ជាក់ថាសម្ដេចជួយសងបំណុលនោះទេអានឹងគឺជាសំណេររបស់លោកអង្គញាហេងឡុងផ្ទាល់គឺសរសេរបែបហ្នឹងគឺថាថ្លែងអំណរគុណសម្ដេចដែលបានជួយសម្របសម្រួលបំណុលបាទអញ្ចឹងចំណុចនេះប្រហែលជាអាចធ្វើឲ្យមានការភ័ន្តច្រឡំឬមួយក៏ការកាត់យល់ផ្សេងក៏ប៉ុន្តែពាក្យថាសម្របសម្រួលគឺมันមានន័យថាចេញសងបំណុលចំនួននោះទេអាចថាហេតុផលដូចទីមួយដោយការបកស្រាយរបស់សម្ដេចថាគ្រាន់តែណែនាំលោកអង្គញាហេងឡុងឲ្យទៅរកមនុស្សម្នាក់ផ្សេងទៀតឲ្យខ្ចីលុយពីអ្នកនោះហើយយកមកសងមកអ្នកនេះទៅអានឹងមួយបាទមួយទៀតអាចគ្រាន់តែថាគាត់សម្ដេចគាត់អាចចូលមកអន្តរាគមន៍ជួយនិយាយថាឥឡូវឲ្យសម្រួលនៅលក្ខខណ្ឌណាមួយដែលអាចសម្រួលបានអញ្ចឹងណាបាទក៏ប៉ុន្តែមិនមែនជាការចូលទៅរ៉ាប់រងបំណុលចំនួននោះទេអានេះជាអ្វីដែលខ្ញុំព្យាយាមអានលម្អិតទៅលើសម្លេងរបស់លោកញ៉ាហេងឡុងនោះគឺមានន័យអញ្ចឹងគឺគ្រាន់តែជាការសម្របសម្រួលបាទមិនមែនជាការរ៉ាប់រងសងចំនួននោះទេបាទអាហ្នឹងមួយតង់ទៀតបាទអញ្ចឹងបន្ទាប់ពីការស្រាវបំភ្លឺរបស់សម្ដេចតេជោហ៊ុនសែនមកអានឹងចប់មកវាឥឡូវខ្ញុំចូលចំណុចមួយដែលខ្ញុំបានជម្រាបជូនបងប្អូនថានៅក្នុងករណីរបស់លោកញ៉ាហេងឡុងនេះគឺមានចំណុចថ្មីមួយក៏ដូចជាពិសេសមួយដែលហាក់មិនសូវមានអ្នកណាកត់សម្គាល់បាទហើយក៏មិនសូវមានអ្នកណានិយាយដល់បាទចំណុចនេះខ្ញុំសំដៅទៅលើភក្តីភាពបាទបងប្អូននៅក្នុងដំណើរជីវិតយើងម្នាក់ដូចថាមានឡើងមានចុះផ្លូវដែលយើងដើរវាមិនត្រង់រហូតហើយក៏មិនវិចរហូតបើមានកឡុកមានអីចឹងទៅបាទមានធ្លាក់មានដួលអីចឹងទៅបាទហើយនៅក្នុងកលៈទេសៈហ្នឹងហើយដែលយើងអាចចម្រាញ់បានថាបុគ្គលណាជាមនុស្សដែលយើងគួររាប់អានបន្តជាមនុស្សដែលយើងអាចពឹងពាក់បានអាចសែបគប់គ្នាបានបាទជាក់ស្ដែងដោយករណីលោកអង្គញាហេងឡុងចឹងបាទបន្ទាប់ពីមានគ្រោះបាទលោកអង្គញាហេងឡុងដែលគេស្គាល់ថាជាដែលថាមានមុខមានមាត់មួយរូបបាទហើយដោយដែលអ្នកអង្គញាលេងអវត្រាបានដោយថារៀបរាប់ក្នុងសារបវែងអនឡាញនោះគឺបាននិយាយដល់ចំណុចហ្នឹងដូចគ្នាគឺថានៅមុនពេលមានរឿងបាទលោកអង្គញាហេងឡុងគឺសម្ដៅលើពេលវេលាសบายផឹកស៊ីចូលកែវគ្នាបាទគឺមានមិត្តភ័ក្តិច្រើនណាស់មានអ្នកស្គាល់ច្រើនណាស់បាទក៏ប៉ុន្តែនៅពេលដែលមានបញ្ហាមានគ្រោះម្នាក់ដកខ្លួនថយយកសុករៀងខ្លួនបាទក៏ប៉ុន្តែជាមួយគ្នាបាទរាប់ថាបាទដូចគេនិយាយចឹងគេថាក្នុងគ្រោះមានលៀបបាទទី1បានការសម្របសម្រួលពីសម្ដេចតេជោហ៊ុនសែនហើយទី2បាទលោកអង្គញាហេងឡុងបានចម្រាញ់បានមនុស្សដែលជាមិត្តពិតប្រាកដជាមិត្តដែលមិនចោលគ្នាក្នុងពេលខ្លួនមានបញ្ហានោះបាទគឺ
ឃើញថាមានអ្នកអង្គការលេងនវត្រាបាទដែលនៅក្នុងសារដែលបានចេញនៅលើបណ្ដាញសង្គមរបស់អ្នកអង្គការនោះគឺអ្នកអង្គការត្បិតថាมันបានផ្ដល់ជាលុយកាក់ក្នុងការដោះស្រាយនៅបញ្ហាដែលលោកអង្គការហេងឡុងជួបនេះក៏ដោយក៏ប៉ុន្តែអ្នកអង្គការបានជួយទៅតាមលទ្ធភាពដែលខ្លួនមានព្រោះអ្នកអង្គការក៏បញ្ជាក់ដែរថាអ្នកអង្គការខ្លួនឯងក៏មានបញ្ហាដែរក៏ប៉ុន្តែអញ្ចឹងហើយការជួយជាប្រាក់សុទ្ធនោះគឺអ្នកអង្គការក៏មិនមានលទ្ធភាពដែរក៏ប៉ុន្តែបានផ្ដល់រថយន្តមួយគ្រឿងផ្ទះមួយខ្នងបាទគឺមិនមែនឲ្យទេគឺឲ្យខ្ចីមានន័យថាផ្ទះទាំងឡានហ្នឹងគឺឲ្យខ្ចីយកទៅលក់បាទជាងដោយសារថាมันមានប្រាក់សុទ្ធយកទៅជួយគឺឲ្យជាចលនាទ្រព្យនិងអចលនទ្រព្យបាទគឺមានរថយន្តហើយនឹងផ្ទះយកទៅលក់ហើយយកលុយមកដោះស្រាយបំណុលទៅបាទมันដោះស្រាយទាំងស្រុងទេព្រោះឡានហើយនឹងផ្ទះនោះលក់ទៅក៏បានថាជាអាច100000ឬមួយក្បែរ100000អញ្ចឹងក៏ដែរប៉ុន្តែអាចយកទៅដោះស្រាយមួយគ្រាបានអញ្ចឹងណាបាទអញ្ចឹងនេះជាទឹកចិត្តបាទជាទឹកចិត្តក្នុងនាមជាអ្នករាប់អានគ្នាបាទដែលមិនចោលគ្នាក្នុងដែលខ្លួនឯងកំពុងតែមានបញ្ហាដែរក៏ប៉ុន្តែនៅតែបោះដៃជួយបាទរឿងអីផ្សេងបងប្អូនគិតពិចារណាវិច័យដល់ខ្លួនឯងក៏ប៉ុន្តែនៅក្នុងករណីនេះគឺជាភក្តីភាពពិតដែលមាននៅក្នុងមិត្តភាពរវាងអ្នកអង្គការហេងឡុងអ្នកអង្គការលេងនវត្រាហើយនឹងលោកអង្គការហេងឡុងបាទនេះមួយនៅមួយទៀតដែលរាប់ថាលោកអង្គការហេងឡុងនៅមានសំណាងសំណាងទី1គឺបានសម្ដេចទៅជួយអន្តរាគមន៍ជួយសម្របសម្រួលទី2មានបានអ្នកអង្គការលេងនវត្រាជាមិត្តភ័ក្តិមានភក្តីភាពជាមួយគ្នាបាទជួយរ៉ាប់រងបាទហើយបាទបញ្ជាក់បន្តិចដែរបាទក្រៅពីផ្ដល់រថយន្តហើយនឹងផ្ទះឲ្យលោកហេងឡុងយកទៅលក់ដើម្បីដោះស្រាយបំណុលបាទអ្នកអង្គការលេងនវត្រានៅបានចេញមុខអង្វរកទៅម្ចាស់បំណុលដោយផ្ទាល់បាទស្នើសុំឲ្យគឺថាមានការបន្ធូរបន្ថយឬមួយក៏ហាបើអាចដកពាក្យបណ្ដឹងដើម្បីឲ្យគាត់មានសេរីភាពហើយអាចរកប្រាក់ដោះស្រាយទៅតាមលទ្ធភាពទៅតាមចំនួនដែលព្រមព្រៀងគ្នាបាទអញ្ចឹងបន្ទាប់ពីការបង្ហោះរបស់អ្នកអង្គការលេងវត្រាហើយមិនមែនថាចប់ទេគឺថាអ្នកអង្គការនៅតែដូចថានៅតែតាមគៀកមួយករណីហ្នឹងជារួមគឺនៅតែចូលរួមដោះស្រាយតាមរយៈរោគអន្តរាគមន៍ពីអ្នកដែលមានលទ្ធភាពក្នុងការដោះស្រាយបញ្ហានឹងជាបន្តបន្ទាប់រហូតដែលមានដំណឹងថាលោកអង្គការហេងឡុងបានត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយបាទអាហ្នឹងមួយទៅបាទមួយទៀតដែលរាប់ថាលោកអង្គការហេងឡុងនៅមានសំណាងដែរនោះគឺថាមានលោកស្រីជាន់ច័ន្ទលក្ខណៈដែលជាភរិយាបាទដែលមិនបោះបង់ស្វាមីឲ្យនៅឯងក៏ប៉ុន្តែនៅឈរជើងយ៉ាងរឹងមាំជាមួយស្វាមីបាទព្រោះបន្ទាប់ពីផ្ទុះរឿងនឹងភ្លាមតែម្ដងបាទកសែភ្នែកគឺត្រូវបានសលឹងទៅរកអ្នកដែលពាក់ព័ន្ធទាំងអស់ហើយលោកស្រីជាន់ច័ន្ទលក្ខណៈបាទគឺជាបុគ្គលសំខាន់មួយដែលគេមើលបាទហើយមិនយូរប៉ុន្មានបាទលោកស្រីជាន់ច័ន្ទលក្ខណៈបានចេញមកប្រកាសតែម្ដងថាលោកស្រីនៅទីនេះជាមួយស្វាមីមិនទៅណាជាដាច់ខាតហើយនឹងនៅជាមួយគ្នារកវិធីដោះស្រាយជាមួយគ្នានេះឯងដែលគេហៅថាសំណាបយងដីស្រីយងបរោះឬមួយពាក្យគេនិយាយទៀតមួយទៀតគេនិយាយថាជាប្តីប្រពន្ធនឹងគ្នាគឺរួមសុខហើយនឹងរួមទុក្ខបាទមិនមែនរួមតែសុខនោះទេបាទសុខក៏យើងរួមពេលយើងបបោសបោបាយយើងក៏សบายមួយគ្នាក៏ប៉ុន្តែយើងមានទុក្ខក៏យើងរកដូចថាហោចណាស់គឺយើងអោបដៃគ្នាចាប់ដៃគ្នាបាទផ្ដល់កម្លាំងចិត្តឲ្យគ្នាហើយជាមួយនេះគឺរកដំណោះស្រាយតែក៏ដូចរកច្រកចេញពីបញ្ហាដែលកើតមានបាទនេះគឺជាចំណុចមួយទៀតដែលលោកអង្គការហេងឡុងរកឃើញមនុស្សដែលអស្ចារ្យបំផុតមនុស្សដែលមានភក្តីភាពបំផុតបាទទី1គឺអ្នកអង្គការលេងនវត្រាហើយទី2គឺលោកស្រីជាន់ច័ន្ទលក្ខណៈដែលជាភរិយានោះឯងបាទបងប្អូនអញ្ចឹងព័ត៌មានយើងក្នុងថ្ងៃនេះគឺមានប៉ុណ្ណឹងបាទដែលដូចថារៀបរាប់ក៏ដូចជាសម្រួមឡើងវិញពីសាច់រឿងរបស់លោកអង្គការហេងឡុងបាទរាប់ចាប់តាំងពីវេលាខាត់ខ្លួនរហូតដល់មានការដោះលែងឲ្យមានសេរីភាពហើយនៅក្នុងករណីនេះដែរគឺលោកអង្គការបានរកឃើញក៏ដូចជាបន្សុទ្ធបាននៅចំណងមិត្តភាពដ៏ពិតប្រាកដមួយក៏ដូចជាក្តីស្រឡាញ់ដែលស្មោះស្ម័គ្រមិនបោះបង់គ្នាមិនចោលគ្នានៅពេលដែលមានអាសន្ននោះបាទគឺទី1គឺចំណងមិត្តភាពដ៏ពិតប្រាកដរវាងលោកអង្គការហើយនឹងអ្នកអង្គការលេងនវត្រាបាទហើយមួយទៀតគឺជាភក្តីភាពក្នុងនាមជាគូស្វាមីភរិយាដ៏ស្មោះស្ម័គ្ររវាងគ្នាបាទជាមួយនឹងលោកស្រីជាន់ច័ន្ទលក្ខណៈ